នេះខ្ញុំនឹងបង្ហាញពីរបៀបផ្ញើឯកសារដែលយើងបានធ្វើហើយដែលយើងថ្ងៃមុនយើងធ្វើវិធីបន្ទុកគឺអីហើយនោះចង់ផ្ញើឯកសារទាំងអស់នេះដែលយកចេញពីក្នុង Google Sheet ឬ Google Doc បាទដែលយើងមានក្នុងរូបនេះជា Google Sheet បាទហើយនេះជា Google Doc ដែលយើងបានធ្វើហ្នឹងយើងយកឯកសារហ្នឹងទៅឲ្យអ្នកដទៃផ្ញើទៅអ្នកដទៃដើម្បីមើលឬក៏កែបានគេធ្វើយ៉ាងម៉េចអញ្ចឹងយើងតាមដានទាំងអស់គ្នាឧទាហរណ៍ថាឯកសាររបស់ខ្ញុំនៅក្នុង Google Sheet អញ្ចឹងខ្ញុំចុចពីលើ Google Sheet នេះមកបាទហើយយើងចង់យកឯកសារមួយណាយើងចុចមើលវាសិននេះជាឯកសារថ្ងៃមុនដែលខ្ញុំបានធ្វើនេះតែបញ្ជីបន្ទុកបាទនេះគ្រាន់តែជាឧទាហរណ៍ទេបើសិនបើខ្ញុំចង់ផ្ញើឯកសារនឹងឲ្យនរណាម្នាក់គ្រាន់តែមើលកែបានឬអាច comment បានគឺធ្វើយ៉ាងម៉េចអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចុចចូលទៅលើនេះរូបមនុស្សខាងលើដែលមានសញ្ញាលេខបូកហ្នឹងចុចទៅលើវាមកតែបើចេញរូបសោចទេមើលអត់បានទេអញ្ចឹងយើងចុចទៅកំណត់វាដើម្បីឲ្យអ្នកដទៃមើលបានយើងចុចទៅលើរូបសោនឹងមកហើយយើងចុចពីលើពាក្យនេះអាសនឹងដែលមកពាក្យថា restrict នេះយើងចុចពីលើវាហើយយើងចុចពីលើសញ្ញាព្រួញខាងលើនេះអាព្រួញបែរទៅខាងស្ដាំនេះចុចពីលើវាមួយយើងមក tick ខាងក្រោមកន្លែងពាក្យ anyone with the link នេះយើងចុចពីលើនឹងមកនេះវាចេញពាក្យថា viewer តែយើងកុំចុចកន្លែងនេះយើងចុចកន្លែងសញ្ញាព្រួញនេះដើម្បីកំណត់វាតែយើងចង់ផ្ញើទៅណាបាទផ្ញើឲ្យគេកែបានឬក៏ផ្ញើត្រឹមតែមើលបាទយើងចុចទៅលើអាព្រួញចុះក្រោមនេះនៅខាងស្ដាំដៃចេញយើងចង់មួយណាយើង tick យកមួយនឹងទៅអានេះមានន័យថាបាទសម្រាប់សញ្ញានេះមានន័យថាបានត្រឹមតែមើលទេមិនអាចកែបានបើយើងចុចអានេះអ្នកមើលនឹងអាច comment បានតែបើយើងចុចលើពាក្យ editor ខាងក្រោមនេះអ្នកមើលនឹងអាចកែបានយើងទៅច្បាស់ថាតើឯកសារនេះយើងចង់ផ្ញើឲ្យគេកែឬក៏គ្រាន់តែមើលហើយយើង tick លើវាមកឧទាហរណ៍ថាខ្ញុំចង់ផ្ញើឯកសារនេះឲ្យអ្នកដទៃកែបានទៅខ្ញុំចុចខាងក្រោមពីនេះ editor ឲ្យវាដើរទៅវាចេញពាក្យ editor ហើយយើងទៅយក link វាចុះយើងយក link ឯកសារនេះនៅឯណា link នៅខាងលើនេះសញ្ញាកវងដូចពវៀនជ្រូកហ្នឹងយើងចុចទៅលើវាមកនេះ link យើងបាន copy ហើយពាក្យខាងក្រោមគេដាក់ copy អញ្ចឹងយើងបិទវាចូលទៅហើយយើងទៅផ្ញើនៅឯណាឧទាហរណ៍ថាខ្ញុំផ្ញើក្នុង Telegram អញ្ចឹងខ្ញុំចុចពីលើ Telegram មកចង់ផ្ញើទៅណាម្នាក់ចុចពីលើឈ្មោះអ្នកនោះមកឬក៏ក្រុមអ្វីដាក់ចុចពីលើមកឧទាហរណ៍ខ្ញុំចង់ផ្ញើក្នុង save message របស់ខ្ញុំនេះអញ្ចឹងខ្ញុំចុចពីលើវាបន្ទាប់មកខ្ញុំយកដៃខ្ញុំសង្កត់អាលេខ message ខាងក្រោមនេះអាលេខលុតប៉ប៉ហ្នឹងក៏សង្កត់លើវាជាប់ទៅវាចេញពាក្យ pass លោកគ្រូមិនពិបាកទេគ្រាន់តែចុចពីលើ pass ហ្នឹងទៅជាការស្រេចបាទចុចហើយនេះវាចេញឯកសារហ្នឹងមកយើងបញ្ជូនមកសញ្ញាបញ្ជូនមួយមកជាការស្រេចនេះជាការផ្ញើឯកសារតាមរយៈ Google Sheet ឬក៏ Google Doc អរគុណសម្រាប់ការទស្សនាវីដេអូនេះ